សាព័ត៌មានយោធាអ៊ុយក្រែនមីលីថានីនៅខែធ្នូឆ្នាំ2025បានលាតត្រដាងពីសកម្មភាពរបស់យោធាថៃដោយលើកឡើងចំថាថៃបានឈ្លានពានទឹកដីកម្ពុជាដោយប្រើរថក្រោះនិងរថពាសដែកដឹកទាហានឆ្លងកាត់ព្រំដែនរុលចូលទៅក្នុងភូមិឋានរបស់ពលរដ្ឋខ្មែរគេហទំព័រដែលមានមូលដ្ឋាននៅទីក្រុងគៀវនេះបានចេញផ្សាយវីដេអូខ្លីមួយបង្ហាញរថពាសដែកដឹកទាហានប្រភេទ M113 ACAV របស់ថៃកំពុងបើកចូលដែនដីកម្ពុជាវីដេអូមួយទៀតបង្ហាញពីរថក្រោះ M48 A5PI របស់ថៃដែរបើកចូលលុកលុយទៅក្នុងទឹកដីកម្ពុជាដូចគ្នាសារព័ត៌មានដដែលនេះបានស្រង់សម្ដីក្រសួងការពារជាតិកម្ពុជាដែលអះអាងដូចគ្នាថាថៃបានឈ្លានពានកម្ពុជាហើយក៏បានស្រង់សម្ដីក្រសួងការពារជាតិថៃដែលនិយាយថាប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនពណ៌នាថាជាការញុះញង់របស់កម្ពុជាក៏ប៉ុន្តែកម្ពុជាបានបដិសេធការចោទប្រកាន់នេះមេលេថានីលើកឡើងថាជំនួសឲ្យសងសឹកដោយសកម្មភាពឈ្លានពានឬក៏ការប្រើប្រាស់កម្លាំងកម្ពុជាបានជ្រើសយកការដោះស្រាយចំនួនដោយមធ្យោបាយសន្តិភាពស្របទៅតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយថាកម្ពុជាស្វែងរកដំណោះស្រាយដែលយុត្តិធម៌យូរអង្វែងនិងស្របទៅតាមច្បាប់អន្តរជាតិសេចក្តីរាយការណ៍នេះធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ថៃប្រឆាំងនឹងកម្ពុជាចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025មួយថ្ងៃប៉ុណ្ណោះក្រោយថៃចោទកម្ពុជាថាបានបាញ់ចូលដីរបស់ខ្លួនតែកម្ពុជាថាថៃគឺជាអ្នកបាញ់មុនរយៈពេល19ថ្ងៃនៃសង្គ្រាមឈ្លានពានថៃបានពង្រីកភូមិសាស្ត្រលុកលុយវាយប្រហារកម្ពុជារហូតដល់ទៅ7ខេត្តចាក់ឆ្ងាយពីតំបន់ចំនួនព្រំដែនរួមមានខេត្តឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កោះកុងនិងសូម្បីតែខេត្តសៀមរាបដែលជាជំរកប្រាសាទបុរាណរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនបានលើកឡើងថាថៃបានទាត់ចោលសំណើឈប់បាញ់ពីអាមេរិកនិងម៉ាឡេស៊ីចំនួន3លើកខណៈដែលកម្ពុជាបានយល់ព្រមសារព័ត៌មានអន្តរជាតិផ្សេងទៀតដូចជា Nikkei Asia របស់ជប៉ុននិង Bloomberg របស់អាមេរិកក៏បានចុះផ្សាយដែរថានាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទានឆានវិរៈគុលបានយកសង្គ្រាមព្រំដែនជាមួយកម្ពុជាធ្វើជាអាជីពនយោបាយកេងចំណេញយកសញ្ញាឆ្នោតពីការបោះឆ្នោតជាតិនៅខែកុម្ភៈឆ្នាំ2026ខ្ញុំរស់សុធាពី News Today NTTV